บองโตนายช่วยที่บ้านนี่บองไปมุนไปการให้บองในนึกดูก็บองนั่น ยอมตามสายบอกมายังมา บองโตนายช่วยที่บ้านนี่ถ้าไปได้บองลางแต่ช่วยอันตรายกุ้มยังไม่ได้บองตัวข้างเลยหนึ่ง ลือต้องvừaใช่ทางจวนดีมุ้ยต้องใช่เหรอ บ่า ใช่เขาหมกตุกหนึ่ง โอ้มุกตุก เซ่เบียร์ลือ มุกตุกแต่กอดสำราญนั่นหรือก็โกนกอดของ ตุกโกงก่อน อย่างในทางการโกนกอดแจ้งมาแต่ตุ่มมองมา ตุกเซ่หลังลือ อะไรนี่ยังมาช่วยกอดดอยสวัสดิ์เดียวนะ ช่วยก่อนวัดเดียวจะไปแต่ไปได้ บ้าบองมาไอ้นักน้องนั่งตุกไปใกล้ๆบองนักน้องหลังๆเลย cứ chiều quán cứ chiều cả ấy nó thủ cả mà cả ấy bà ở con xem nó nào con xem cứ chiều ăn miếng đồ muối miếng ngon បបប្រិមិត្តឆ្លងចរន្តអគិសនីឆាបឆេបផ្ទះស្តុកកាបូបស្ពាយនិងខោអាវមួយកន្លែងបណ្ដាលឲ្យជាប់កាំងយុវតីម្នាក់នៅជាន់ទី1តែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលាហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី2ខែធ្នូឆ្នាំ2025ស្ថិតនៅចំណុចផ្ទះលេខ P55 តាមបណ្ដោយផ្លូវផ្លាទីនីមស្ថិតនៅក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឮសំឡេងផ្ទុះមួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំអណ្ដាតភ្លើងតែម្ដងហើយបង្កឲ្យការភ្ញាក់ផ្អើលឆោឡោពលរដ្ឋនៅក្បែរនោះយកបំពង់ពលុតអាគីភ័យបាញ់ពលុតប៉ុន្តែគ្រប់គ្រងមិនបានទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីមកជួយបាញ់ពលុតនិងសង្គ្រោះយុវតីដែលជាប់កាំងខាងលើភ្លាមសមត្ថកិច្ចជំនាញបានមកដល់ទីតាំងសម្រុកឡើងទៅជួយសង្គ្រោះយកយុវតីដែលជាប់កាំងនៅជាន់ទី1ចុះមកក្រោមបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ដោយសុវត្ថិភាពបាទប្រិមិត្តអគិភ័យនេះគឺបង្កការខូចខាតកាបូបស្ពាយក៏អាវនិងរួមទាំងសម្ភារៈមួយចំនួនតូចតែមិនរាលដាលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយហើយក្នុងនោះការប្រើប្រាស់រថយន្តពលុតអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន4គ្រឿងនិងរថយន្តជំនួយទីក្រុងអូឡាំព្យាចំនួន2គ្រឿងបាញ់ឲ្យរលត់ជាស្ថាពរផងដែរ